បាទសូមគោរពជំរាបសួរអស់លោកស្រីជាម្ចាស់អាជីវកម្មក៏ដូចជាបងប្អូនគណនេយ្យករទាំងអស់បាទខ្ញុំបាទវណ្ណៈជាអគ្គនាយកក្រុមហ៊ុន Dynamic Accounting Service តើអស់លោកស្រីបានត្រៀមរួចរាល់ហើយនៅក្នុងការរៀបចំប្រកាសនឹងបញ្ជីពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំបាទសម្រាប់ខ្ញុំជាបទពិសោធន៍ជាក់ស្ដែងខ្ញុំបានត្រៀមទៅលើ4ចំណុចសំខាន់បាទទី1យើងត្រូវត្រៀមរៀបចំបញ្ជីគណនេយ្យផ្ទៃក្នុងឲ្យបានរួចរាល់យ៉ាងយូរបំផុតបាទត្រឹមដើមខែ3ដែលមានរបាយការណ៍ហិរញ្ញវត្ថុដូចជាតារាងតលយៈការបាទរបាយការណ៍ចំណេញខាតរបាយការណ៍លំហូរសាច់ប្រាក់និង GL ជាដើមបាទចំណុចទី2អស់លោកស្រីគួរត្រួតពិនិត្យមើលឡើងវិញថាតើការបង់ពន្ធទាំង12ខែរយៈពេល1ឆ្នាំពេញហ្នឹងតើយើងបានបង់ត្រឹមត្រូវអស់ហើយឬនៅឬក៏មាន error អីដែលត្រូវកែតម្រូវមុននឹងប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំដើម្បីកុំឲ្យខុសតាមគ្នាបាទចំណុចទី3អស់លោកស្រីត្រៀមរៀបចំឯកសារគាំទ្រនិងឯកសារពាក់ព័ន្ធជាច្រើនដែលតម្រូវដោយទម្រង់របស់គណៈយុឋានពន្ធដារដោយសារទម្រង់ប្រកាសពន្ធរបស់គណៈយុឋានពន្ធដារតម្រូវឲ្យមានព័ត៌មានជាច្រើនដែលត្រូវបំពេញដូចជាលក្ខន្តិកៈក្រុមហ៊ុនបាទអាចជាកិច្ចសន្យាពាក់ព័ន្ធផ្សេងអាចមាន payroll list អាចមានជា fixed asset listing stock report ឬក៏របាយការណ៍ធនាគារជាដើមបាទអញ្ចឹងដើម្បីកាត់បន្ថយហានិភ័យដើម្បីធ្វើឲ្យទាន់ពេលវេលាហើយនឹងមានប្រសិទ្ធភាពអស់លោកស្រីគួរពិចារណាទៅលើការប្រើប្រាស់សេវាកម្មពីភ្នាក់ងារសេវាកម្មពន្ធដារដែលមានបទពិសោធន៍និងជំនាញក្នុងការជួយត្រួតពិនិត្យមើលឡើងវិញឬក៏ធ្វើជូនអស់លោកស្រីមុននឹងប្រកាសបង់ពន្ធជូនទៅអគ្គនាយកដ្ឋានពន្ធដារដើម្បីកាត់បន្ថយហានិភ័យឬក៏ផលប៉ះពាល់ដែលអាចកើតមានឡើងពេលមានសវនកម្មពន្ធដារសូមអរគុណ